តោះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានមកហូបថ្មីទៀតហើយយកមកចែករំលែកជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យយកទៅធ្វើពិសាញ៉ាំអញ្ចឹងណាថ្ងៃនេះនាងខ្ញុំមកចែករំលែកគឺសម្លម្ជូរយួនសាច់ជ្រូកចិញ្ច្រាំសម្រាប់មុខម្ហូបមួយមុខនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទស្សនាពីដើមរហូតដល់ចប់ពិតជាពេញចិត្តអញ្ចឹងណាហើយសម្លម្ជូរយួនសាច់ជ្រូកចិញ្ច្រាំនេះគឺមានរសជាតិឆ្ងាញ់ខ្លាំងណាពុកម៉ែបងប្អូននិយាយទៅគឺរសជាតិឆ្ងាញ់ដូចថាខុសប្លែកពីត្រីបន្តិចអញ្ចឹងណាហើយគ្រឿងផ្សំក៏ដូចតែម្ជូរយួនត្រីប្រាត្រីអីយើងដែរអញ្ចឹងស្រួលដូចថានេះគឺខ្ញុំអត់បានដាក់ម្នាស់ទេសម្រាប់ម្ជូរយួនសាច់ជ្រូកចិញ្ច្រាំខ្ញុំគឺមានដូចជាត្រឡាចហើយនឹងប៉េងប៉ោះហើយនឹងក្រអៅឈូកបើពុកម៉ែបងប្អូនចង់ដាក់បន្ថែមដូចជាម្នាស់ក៏បានដែរហើយសម្រាប់បន្លែហ្នឹងគឺពុកម៉ែបងប្អូនដូចថាហាន់តាមចំណងចំណូលចិត្តអញ្ចឹងណាក្រអៅឈូកនេះក្រអៅឈូកដូចថាអស់ឲ្យពុកម៉ែបងប្អូនប៉ុន្តែទៅដល់ឃើញមានប៉ុណ្ណឹងយកប៉ុណ្ណឹងមកប៉ុន្តែក្រអៅឈូកហ្នឹងរៀងកម្ៅដែរអញ្ចឹងព្រោះអ្នកលក់ដូចថាយកមក2ថ្ងៃអីអញ្ចឹងណាហើយសម្រាប់សាច់ជ្រូកវិញគឺពុកម៉ែបងប្អូនចង់ញ៉ាំជាសាច់ជ្រូក3ជាន់ក៏បានដែរច្រាំដូចខ្ញុំអញ្ចឹងណាហើយមានដូចជារំដេងហើយនឹងខ្ទឹមសចិញ្ច្រាំហើយសម្រាប់គ្រឿងដែលផ្សំសម្លយើងឲ្យមានរសជាតិកាន់តែឈ្ងុយនោះគឺមានដូចជាជីរណាម្អមហើយនឹងជីនឹងវងសម្រាប់ជី3មុខហ្នឹងពុកម៉ែបងប្អូនអត់ដូចថាអត់សូវចូលចិត្តមួយមុខណាពុកម៉ែបងប្អូនអាចដកចេញមួយមុខហ្នឹងអញ្ចឹងណាហើយខ្ញុំមានបានបន្ថែមម្ទេសពុកម៉ែបងប្អូនចង់ញ៉ាំម្ទេសដូចថាម្ទេសដៃនាងហាន់ជាចំណិតសៃវែងបងសឡយើងអញ្ចឹងណាដើម្បីកាន់ដូចថាល្អមើលអញ្ចឹងប៉ុន្តែគឺខ្ញុំអត់មានម្ទេសដៃនាងអញ្ចឹងខ្ញុំប្រើម្ទេសយើងធម្មតាអញ្ចឹងទៅតោះឥឡូវហ្នឹងកុំឲ្យខាត់ពេលយូរទៅទស្សនាការធ្វើទាំងអស់គ្នាទៅដាក់ប្រេងឆាយើងឲ្យក្តៅបន្តមកទៀតគឺដាក់ខ្ទឹមសចិញ្ច្រាំយើងចូលមកណាដាក់ឲ្យរំលីងឲ្យឡើងក្រហមឡើងឈ្ងុយហើយគឺធ្វើការដាក់សាច់ជ្រូកចិញ្ច្រាំយើងចូលដូចខ្ញុំអញ្ចឹងមកហើយបន្តមកទៀតគឺកូរចុះកូរឡើងត្រឡប់ចុះត្រឡប់ឡើងជោគចុះជោគឡើងអញ្ចឹងណាដើម្បីឲ្យសាច់ជ្រូកដែលយើងចិញ្ច្រាំហ្នឹងចាប់ជាតិជាមួយនឹងខ្ទឹមដែលយើងបំពងទៅគឺវាឡើងឈ្ងុយអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺធ្វើការដាក់រំដេងដូចខ្ញុំអញ្ចឹងមករំដេងនេះគឺដាក់ដើម្បីកាត់ឆ្អាបសាច់ជ្រូកយើងអញ្ចឹងណាពុកម៉ែបងប្អូនហើយមានរសជាតិឈ្ងុយហើយបន្តមកទៀតហ្នឹងជោគចុះជោគឡើងត្រឡប់ចុះត្រឡប់ឡើងហើយគឺប្រហែលមើលទៅតំណងសាច់យើងដូចថាខ្ទឹមដែលយើងច្រាំហ្នឹងរំលីងហ្នឹងវាឡើងឈ្ងុយហើយគឺធ្វើការដាក់ទឹកចូលដូចខ្ញុំអញ្ចឹងមកណាហើយសម្រាប់ទឹកហ្នឹងគឺពុកម៉ែបងប្អូនដាក់ប៉ាន់ស្មានដូចថាសាច់ហើយនឹងបន្លែតិចច្រើនតាមនឹងអញ្ចឹងណាប៉ាន់ស្មានខ្លួនឯងណាពុកម៉ែបងប្អូនត្រង់ចំណុចថែមទឹកណាហើយបន្តមកទៀតគឺធ្វើការគ្របទឹកយើងអញ្ចឹងណាឥឡូវហ្នឹងទឹកស្លហ្នឹងគឺបានពុះហើយសូមបញ្ជាក់ណាពុកម៉ែបងប្អូនកន្លែងហ្នឹងគឺខ្ញុំភ្លេចចុចកាមេរ៉ាបន្តមកទៀតទឹកយើងពុះគឺជ្រុំប្រហុកពុកម៉ែបងប្អូនបន្តពីជ្រុំប្រហុករួចរាល់ហើយគឺធ្វើការដាក់បន្លែយើងចូលមកណាត្រង់ចំណុចហ្នឹងនាងខ្ញុំសូមអធិស្ឋានមែនទែនព្រោះខ្ញុំភ្លេចចុចកាមេរ៉ាអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីបង់បន្លែយើងរួចហើយបានពុះហើយបន្តមកទៀតហ្នឹងធ្វើការផ្សំគ្រឿងទាំងអស់គ្នាទៅគឺខ្ញុំបានដាក់ស្ករសកន្លះស្លាបព្រាបាយប៊ីចេងលួចដាក់មកជីបអញ្ចឹងណាហើយម្សៅស៊ុបហ្នឹងចុងស្លាបព្រាបាយហើយបន្តមកទៀតហ្នឹងគឺបានស្រូចទឹកត្រីហ្នឹងគឺកន្លះស្លាបព្រាបាយដែរពុកម៉ែបងប្អូនដាក់បន្តិចដូចខ្ញុំអញ្ចឹងណាហើយបន្តមកទៀតហ្នឹងដូចថាមានពពុះស្លយើងឡើងពពុះដូចខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនដួសពពុះយើងចេញមកដួសពពុះឲ្យអស់អញ្ចឹងណាពុកម៉ែបងប្អូនហើយបន្តមកទៀតហ្នឹងគឺធ្វើការគ្របរងាស់ស្លយើងប្រហែល1នាទីជិត2នាទីបន្តទៀតអញ្ចឹងណាដើម្បីឲ្យតឡាយើងពេញប៉ោះយើងហ្នឹងគឺឆ្អិនល្អអញ្ចឹងណាពុកម៉ែបងប្អូនឥឡូវហ្នឹងទឹកស្លហ្នឹងខ្ញុំបានរងាស់ពុះទៀតហើយឥឡូវបន្តមកទៀតហ្នឹងគឺធ្វើការដាក់ក្រអៅឈូកយើងមកក្រអៅឈូកនេះអ្នកលក់ដូចថាសល់2ថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនហើយដូចថាខ្ញុំត្រូវតម្រូវស្លម្ជូររួនត្រូវតែមានក្រអៅឈូកអញ្ចឹងឲ្យយកមកហ្មងទៅហើយបន្តមកទៀតហ្នឹងគាត់បន្តពីបងក្រអៅឈូកយើងរួចរាល់ហើយធ្វើការគ្របប្រហែល10វិនាទីគឺពុះទៀតឯពុកម៉ែបងប្អូនហើយបន្ទាប់ពីពុះហើយតឡាយើងពេញប៉ោះយើងសាច់យើងបានភ្លក់រសជាតិល្មមអស់ហើយគឺឆ្ងាញ់អស់ហើយណាពុកម៉ែបងប្អូនអញ្ចឹងឲ្យធ្វើការដាក់ម្អមហើយជីនរណាដែលយើងត្រូវបង់ហ្នឹងម្ទេសអីហ្នឹងចង់ហឹរខ្លាំងហឹរតិចតាមចំណងចំណូលចិត្តចឹងទៅដាក់អញ្ចឹងមកណាពុកម៉ែបងប្អូនស្លម្ជូរយួនរសជាតិសាច់ជ្រូកចិញ្ច្រាំគឺឆ្ងាញ់ណាពុកម៉ែបងប្អូនប្លែកតែម្យ៉ាងម្នេះអីស្លត្រីក៏ឆ្ងាញ់ឆ្លោបែបខ្ញុំទៀតក៏ឆ្ងាញ់ដែរហើយសម្រាប់វីដេអូនេះគឺខ្ញុំធ្វើឡើងគឺខ្ញុំចង់ចែករំលែកឲ្យពុកម៉ែបងប្អូនមួយចំនួនគឺឲ្យដឹងថាសម្លម្ជូរយួនមិនមែនតែថាស្លត្រីប្រាត្រីឌៀបឬក៏ឆ្អឹងជំនីជ្រូកអីសម្រាប់សាច់ជ្រូកចិញ្ច្រាំយើងក៏អាចស្លម្ជូរយួនបានដែរណាពុកម៉ែបងប្អូនហើយឥឡូវហ្នឹងគឺសម្លម្ជូរយួនសាច់ជ្រូកចិញ្ច្រាំខ្ញុំហ្នឹងគឺបានឆ្អិនឲ្យពុកម៉ែបងប្អូនហើយនិយាយពីថារសជាតិគឺឆ្ងាញ់ខ្លាំងណា
ញិចម្ទេសហល់និយាយពីថាចាប់ជាតិឲ្យសាន់ឈ្ងុយពុកម៉ែបងប្អូនឈ្ងុយមែនតើឈ្ងុយយើងបងជីនឹងវងគឺឈ្ងុយខ្លាំងហើយរសជាតិគឺឆ្ងាញ់អញ្ចឹងណាញិចម្ទេសហល់អញ្ចឹងណាហើយខ្ញុំសង្ឃឹមថាคลิปវីដេអូដែលខ្ញុំបានចែករំលែកនេះពុកម៉ែបងប្អូនពិតជាធ្វើសម្លម្ជូរយួនសាច់ជ្រូកចិញ្ច្រាំរបស់នាងខ្ញុំដែលបានចែករំលែកនេះពិតជាធ្វើដូចថាញ៉ាំជុំជុំគ្រួសារបានយ៉ាងឆ្ងាញ់អញ្ចឹងណាហើយប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់ឬក៏ចម្ងល់អ្វីចង់សួរនាងខ្ញុំអាច comment ប្រាប់ខ្ញុំនៅខាងក្រោមបានពុកម៉ែបងប្អូនបានទស្សនាពីដើមរហូតដល់ចប់ហើយកុំភ្លេចណា subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីមុខម្ហូបថ្មីអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់វីដេអូនេះសូមអរគុណចាំជួបគ្នានៅវីដេអូក្រោយ